សាច់អាំង BBQ បងប្អូនអើយធ្វើនៅញ៉ាំនៅមាត់ទឹកបែបនេះមើលទេសភាពស្រូបយកខ្យល់អាកាសបរិសុទ្ធនិយាយពីថាញ៉ាំឆ្ងាញ់មែនតើបងប្អូនអើយអត់ដែលងាយបានមកអញ្ចឹងណាបើថាថ្ងៃនេះគឺបានមកដល់មកលេងការីរំបងប្អូនអើយធ្វើមុខម្ហូបញ៉ាំខ្លួនឯងហើយថ្ងៃនេះគឺខ្ញុំធ្វើបែប BBQ ហើយជំនាញមានស្ប៉ាកាទីអីធ្វើញ៉ាំនៅនឹងបងប្អូនហើយឥឡូវនេះសាច់ BBQ របស់ខ្ញុំហ្នឹងគឺខ្ញុំមានសាច់មួយដុំធំនេះបងប្អូនហើយសាច់នេះទៅថាល្អមែនតើហើយថែមទាំងផុយទៀតហើយរបៀបធ្វើសាច់អាំង BBQ របស់ខ្ញុំធ្វើនេះក៏អត់មានអីពិបាកធ្វើដែរបងប្អូនយើងធ្វើបែបងាយៗលក្ខណៈយើងញ៉ាំជុំគ្នាមួយមិត្តភក្តិជាអញ្ចឹងបងប្អូនខ្ញុំមានដាក់ស្ករប៊ីចេងម្សៅស៊ុបហើយខ្ញុំមានដាក់ទឹកស៊ីអ៊ីវទឹកប្រៃខ្យងមានម្សៅមានប្រេងល្ងច្រឡំម្សៅមានប្រេងល្ងហើយមានប្រេងម្ទេសអីដាក់ចូលអញ្ចឹងដែរអញ្ចឹងបងប្អូនតែប៉ុណ្្នឹងមកហើយខ្ញុំមានដាក់ទឹកប៉េងប៉ោះចូលដែរបងប្អូនដាក់ទឹកប៉េងប៉ោះហើយខ្ញុំបន្ថែមជាមួយនឹងទឹកម្ទេសចូលដែលផលិតផលទាំងពីរមុខនេះគឺផលិតដោយសិប្បកម្មរារីនិយាយទៅមានពីរមុខនឹងដាក់ចូលទៅកាន់តែថាប្រកាន់រសជាតិសាច់អាំងរបស់យើងនេះកាន់តែថាឆ្ងាញ់ថែមទៀតនិយាយទៅយើងធ្វើម្ហូបយកជ្រលក់អីបានច្រើនមុខមែនតើមកហ្មងហើយដែលពិសេសហ្នឹងគឺជាផលិតផលរបស់កូនខ្មែររបស់យើងផលិតនៅក្នុងស្រុកថែមទៀតបងប្អូនហើយកុំភ្លេចឲ្យសោះពេលដែលច្បល់ហើយកុំភ្លេចដាក់ទឹកដោះគោឆៅចូលបងប្អូនផ្អាប់ទុករយៈពេល10នាទីទៅចាំយើងយកវាមកដោតចង្កាក់អញ្ចឹងណាហើយសម្រាប់បន្លែវិញហ្នឹងគឺយើងដាក់ឲ្យគ្រប់មុខមកបងប្អូនជាពិសេសហ្នឹងគឺម្ទេសផ្លោកហ្នឹងមកហ្មងម្ទេសផ្លោកក៏មាន3មុខក៏ដាក់3មុខមាន4មុខក៏ដាក់ទៅវាថាវាកាន់តែថាចេញពណ៌មកកាន់តែថាឆ្ងាញ់អញ្ចឹងណាមិនបាច់ភ័យព្រោះតែសារតែម្ទេសផ្លោកហ្នឹងគឺអត់ហឹលទេបងប្អូនអញ្ចឹងយើងអាចញ៉ាំបានយ៉ាងស្និទ្ធមាត់មកធ្លាប់ធ្វើវីដេអូញ៉ាំនៅផ្ទះបងប្អូនដល់ពេលយើងចេញដើរលេងអញ្ចឹងយើងរៀនបញ្ចេញស្នាដៃខ្លះអញ្ចឹងណាធ្លាប់ធ្វើនៅផ្ទះមួយទៅតំណងឆ្ងាញ់ដល់ពេលធ្វើឲ្យគេញ៉ាំធ្វើអត់ឆ្ងាញ់អូមិនមែនទេបងប្អូននិយាយទៅធ្វើឆ្ងាញ់ទទួលយកបានហើយឥឡូវនេះសាច់អាំងរបស់យើងបន្ទាប់ពីដោតចង្កាក់ឲ្យអស់ហ្នឹងគឺយើងយកមកដាក់អាំងភ្លើងមកបងប្អូនអាំងភ្លើងយើងដាក់ភ្លើងល្មមបានហើយតែដាក់ខ្លាំងពេកហ្នឹងខ្លោចពិបាកញ៉ាំមែនតើអញ្ចឹងទៅនេះអានេះគឺជាទឹកសុទ្ធដែលយើងសល់ពីសាច់គោនេះយើងបន្ថែមប្រេងម្ទេសឲ្យក្រហមតិចមកគឺយើងយកវាយកមកប្រឡាក់នៅលើហ្នឹងបន្ថែមទៀតបងប្អូនឲ្យកាន់តែថាឈ្ងុយចិនជាតិនៅលើសាច់ហ្នឹងមកហ្មងហើយឥឡូវនេះសាច់របស់យើងឆ្អិនហើយខ្ញុំឈានទៅដល់ការធ្វើស្ប៉ាកាទីបន្តទៀតហើយស្ប៉ាកាទីដែលខ្ញុំធ្វើនេះគឺខ្ញុំធ្វើបែបខ្មែររបស់យើងអញ្ចឹងបងប្អូនបែបញ៉ាំលក្ខណៈជាមួយនឹងមិត្តភ័ក្តិបែបស្ងួតទេបងប្អូនបើខ្ញុំធ្វើបែបទឹកព្រោះដោយសារតែខ្ញុំដាក់ចានកដាស់អញ្ចឹងទៅវាអាចនឹងថាតុនចានអីចឹងទៅវាពិបាកអញ្ចឹងខ្ញុំឆាបែបស្ងួតអញ្ចឹងគឺថាកាន់តែឆ្ងាញ់ថែមទៀតអញ្ចឹងបងប្អូនខ្ញុំមានដាក់ប៊ីចេងស្ករអំបិលទឹកត្រីអីអញ្ចឹងមកទឹកប្រេងខ្យងបន្តិចទៅហើយបន្តមកទៀតខ្ញុំដាក់ជាមួយនឹងទឹកប៉េងប៉ោះបើយើងដាក់ប៉េងប៉ោះស្រស់ក៏បានប៉ុន្តែខ្ញុំដាក់ទឹកប៉េងប៉ោះបងប្អូនយើងច្បាច់រៀងច្រើនតិចមកនិយាយទៅពេលដែលថាយើងឆាអញ្ចឹងទៅពេលយើងដាក់ទឹកប៉េងប៉ោះរសជាតិចេញមកឆ្ងាញ់ជាងប៉េងប៉ោះស្រស់ថែមទៀតអញ្ចឹងបងប្អូនហើយបន្ទាប់ពីឆាសាច់របស់យើងឡើងឆ្អិនមកយើងដាក់ស្ប៉ាកាទីរបស់យើងចូលយើងឆាវាបែបនេះបងប្អូនឆា3 4ត្រឡប់ទៅព្រោះថាស្ប៉ាកាទីយើងឆ្អិនស្រាប់ហើយឥឡូវនេះបានហើយបងប្អូននៅតំណងអត់អូយបងប្អូនហើយមើលថាបានប៉ុណ្ណេះញ៉ាំតែមាត់ទឹកអញ្ចេះអូយមានក្តីសុខខ្លាំងមែនតើមកហ្មងហើយសាច់អាំងរបស់ខ្ញុំនេះបងប្អូនហើយសាច់ទន់ផុយឆ្ងាញ់មែនតើនិយាយទៅយើងរើសសាច់ណាដែលថាផុយមកបានថាយើងធ្វើសាច់អាំងញ៉ាំខំចំចេញមកច្របទន់ផុយអាហ្នឹងបានថាឆ្ងាញ់អញ្ចឹងហើយបើសាច់របស់យើងមកវាមានតែសែនមានអីយើងញ៉ាំទៅក៏អត់ផុយដែរបងប្អូនវានៅមានសភាពស្វិតពិបាកញ៉ាំអញ្ចឹងហើយស្ប៉ាកាទីរបស់យើងនេះបងប្អូនហើយណែអូយខ្ញុំចូលចិត្តញ៉ាំមែនតើបងប្អូនគាត់ថាដាក់មួយម៉ាត់ចូលមានអារម្មណ៍ថាឈ្ងុយឈ្ងុយទឹកប៉េងប៉ោះហើយមានសាច់មានអីអញ្ចឹងហើយសម្រាប់ទឹកម្ទេសទឹកប៉េងប៉ោះហើយហ្នឹងបងប្អូនអាចរកទិញតាមបណ្ដាផ្សារផ្សេងបានណាឥឡូវគេមានលក់អស់ហើយមិនថាផ្សារទំនើបអីហ្នឹងគេមានលក់នៅផ្សារឡាគីហើយនិងផ្សារបាយ័នណាបងប្អូនអញ្ចឹងបងប្អូនអាចទៅរកបានអញ្ចឹងហើយជលក់បានច្រើនមកបងប្អូនមិនថាដាក់ឆាមុខម្ហូបផ្សេងឬក៏ជលក់ជាមួយនឹងដលងបារាំងឬក៏មាន់អាំងមាន់ដុតអីហ្នឹងគឺថាត្រូវទាំងអស់មកហ្មងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេញ៉ាំសិនហើយបាយ